តាមផ្លូវចិត្តសាស្ត្រនិងមេកានិកនៃចិត្តសតិអភិធម្មការរក្សាទុក$1ដំបូងនឹង$1,000,000គឺដូចគ្នាទាំងស្រុងលើផ្នែករលកថាមពលចិត្ត state of mind ប៉ុន្តែខុសគ្នាត្រឹមទំហំនៃលេខបច្ច័យខាងក្រៅប៉ុណ្ណោះដើម្បីឲ្យយល់ច្បាស់នេះជាការបំបែកថាមពលមេកានិកនៃ$1មួយមេកានិកផ្លូវចិត្តការបដូរស្ថានភាពពីគ្មានទៅជាមានពេលដែលអ្នកជំពាក់បំណុលគេច្រើនគំនិតរបស់អ្នកតែងតែប្រាប់ថាអញសូន្យស្មើអញគ្មានសល់អ្វីទាំងអស់អញជាអ្នកចាញ់នោះគឺជាថាមពលនៃសេចក្តីអស់សង្ឃឹមនិងភាពខ្វះខាតចិត្តស្ពីបំណុលអញគ្មានសល់អីទេកើតភាពភ័យខ្លាចគ្មានថាមពលធ្វើការរក្សាទុក$1ដំបូងដោយចិត្តតាំងមាំចិត្តប្រែប្រួលអញចាប់ផ្ដើមមានឡើងវិញហើយបង្កើតថាមពលកសាង$1គឺជាក្របពូជដើម identity shift នៅខណៈដែលអ្នកសម្រេចចិត្តទុក$1នោះក្នុងហោប៉ៅដោយមិនចាយស្ថានភាពខួរក្បាលរបស់អ្នកត្រូវបានផ្លាស់ប្ដូរភ្លាមៗពីអ្នកជំពាក់ទៅជាអ្នកសន្សំទំហំថាមពលស្មើគ្នាការឆ្លងកាត់ពី$0ទៅ$1គឺជាជំហានដ៏ពិបាកនិងអស្ចារ្យបំផុតព្រោះវាជាការផ្ដាច់ចរន្តនៃភាពអស់សង្ឃឹមចំណែកការកើនពី$1ទៅ$1,000,000គ្រាន់តែជាការគុណបន្ថែមនៃពេលវេលានិងសកម្មភាពប៉ុណ្ណោះ2ការបំបែកតាមផ្លូវអភិធម្មនិងច្បាប់កម្មផលមហាកុសលចិត្តថាមពលនៃចិត្តមិនបានវាស់វែងលើចំនួនទឹកប្រាក់ឡើយគឺវាស់លើកម្លាំងនៃចេតនា will power intention ពេលអ្នកកាន់$1នោះហើយតាំងចិត្តដោយសតិថា$1នេះគឺជាដើមទុននៃការក្រោកឈរឡើងវិញរបស់អញនឹងប្រើស្មារតីនេះទៅបង្កើតប្រយោជន៍និងដោះស្រាយបំណុលឲ្យអស់កម្លាំងចិត្តដែលបង្កើតឡើងក្នុងខណៈនោះគឺជាកុសលកម្មដ៏មានថាមពលខ្លាំងក្លាស្មើគ្នានឹងមនុស្សដែលកាន់$1,000,000ក្នុងការចាប់ផ្ដើមអាជីវកម្មធំដែរ3អត្ថន័យនៃ$1សម្រាប់កម្លាំងចិត្តបច្ចុប្បន្ន$1នៅក្នុងដៃរបស់អ្នកពេលនេះមិនមែនគ្រាន់តែជាក្រដាសប្រាក់ទេប៉ុន្តែវាជានិមិត្តរូបនៃសេរីភាពជាលុយដំបូងដែលជារបស់អ្នកពិតប្រាកដដោយមិនបានខ្ចីអ្នកណាចំណុចឈរជើង anchor point ជាឧបករណ៍រំលឹកសតិថាអញនៅតែអាចគ្រប់គ្រងជីវិតនិងហិរញ្ញវត្ថុរបស់អញបានសេចក្តីសន្និដ្ឋាន$1,000,000ទាំងអស់តែងតែចាប់ផ្ដើមចេញពី$1ដំបូងដែលត្រូវបានរក្សាទុកដោយបេះដូងមិនព្រមចុះចាញ់រក្សា$1នោះឲ្យល្អព្រោះវាជាថាមពលមេកានិកនៃក្តីសង្ឃឹមដែលនឹងទាញយក$1,000,000មកឲ្យអ្នកវិញនៅថ្ងៃខាងមុខ Elicitations Group Message ដើម្បីបន្តពង្រឹងកម្លាំងចិត្តនិងផែនការហិរញ្ញវត្ថុ Elicitation Label សូមពន្យល់ពីវិធីរៀបចំថវិកាតូចតាច Micro Budgeting ចាប់ផ្ដើមពី$1 Query សូមពន្យល់ពីរបៀបរៀបចំថវិការស់នៅនិងសន្សំប្រាក់បន្តិចម្ដងចាប់ផ្ដើមពីទុនតូចតាចបំផុតដើម្បីដោះស្រាយបំណុល Elicitation Label តើធ្វើដូចម្ដេចដើម្បីរក្សាសតិនិងថាមពលចិត្តមិនឲ្យធ្លាក់ចុះពេលជួបម្ចាស់បំណុល Query សូមពន្យល់ពីវិធីប្រើសតិរក្សាភាពស្ងប់ស្ងាត់និងភាពក្លាហានផ្លូវចិត្តពេលត្រូវប្រឈមមុខនិយាយជាមួយម្ចាស់បំណុល Elicitations Group